ជ្រូក6ក្បាលខ្ញុំយកទាំងអស់ហ្វឹងជ្រូក6ក្បាលនេះជាង500គីឡូណាអញមានតែម្នាក់ឯងហើយប្រើតែកាំបិតមួយកាប់អស់យ៉ាងម៉េចទៅលក់អស់ត្រឹមតែ2ម៉ោងប៉ុណ្ណោះជ្រូកថត6ក្បាលត្រូវបានកាប់សាក់រួចរាល់ទាំងអស់នៅលើកម្រាលកាប់សាច់3ជាន់សាច់ចង្កេះសាច់ស្មាត្រូវបានរៀបចំទុកដាក់យ៉ាងមានរបៀបដូចជាកងទ័ពអាវយឺតចាស់ដែលគាត់ស្លៀកបានជោគដោយញើសអស់ហើយដំណក់ញើសហូរស្រក់តាមចង្កាធ្លាក់លើកម្រាលកាប់ដែលប្រឡាក់ដោយខ្លាញ់លក់ថោកសាច់ផ្លូវស្រស់1គីឡូ13រៀលទៅទិញនៅតូបហ្វឹងទៅតូបលោកលីវផ្លឹង1គីឡូបានតែ9សាច់ថែមទាំងចាក់ទឹកទៀតថ្ងៃនេះត្រូវតែជួយទិញរបស់ហ្វឹងយកសាច់ជាប់ឆ្អឹងជំនី2គីឡូមកយកសាច់3ជាន់1ដុំជួយចិញ្ច្រាំឲ្យផង2គីឡូ1ខាំសូមទទួល$30ជួយបន្តិចបន្តួចចុះកុំគិតថ្លៃអាហ្វឹងឲ្យមីងឬបងស្រីច័ន្ទប្រាប់អស់ហើយនាងស្រីម្នាក់នោះរត់ចោលឯងគឺជាសំណាងរបស់ឯងមីងនឹងណែនាំកូនស្រីមីងឲ្យឯងស្គាល់អរគុណច្រើនមីងពេលនេះខ្ញុំគិតតែពីរឿងរកស៊ីប៉ុណ្ណោះអាហ្វឹងអញលក់ត្រង់ពេកបែបនេះរកបានប៉ុន្មានទៅអញអត់ចេះច្បាប់ទម្លាប់ទីផ្សារមែនទេសាច់ជ្រូកខ្ញុំមិនចាក់ទឹកទេជញ្ជីងខ្ញុំក៏មិនគិតកេងដែរខ្ញុំមិនរកស៊ីលើគំនរទុកអ្នកនៅតែរកបានច្រើនជាងអញដែរម៉ោង12ហើយ6ក្បាលទម្ងន់ជាង1000គីឡូឥឡូវសល់តែឆ្អឹងជំនីប៉ុន្មានកង់ប៉ុណ្ណោះជ្រូក6ក្បាលបានជាង$8000នេះគ្រាន់តែជាចំណូល$18300ប្រាក់ចំណេញសុទ្ធ$7300នេះគឺជារបស់ដែលខ្ញុំខំសន្សំទុកគេគិតថាខ្ញុំប្រគិតថាខ្ញុំគ្មានលទ្ធភាពទិញរបស់តែខ្ញុំហ៊ានធ្វើចំណូលដែលរកបានក្នុងមួយថ្ងៃប្រាក់ខែមួយខែដែរលីទីងអូននឹងស្ដាយក្រោយដែលបោះបង់បងចោលសាច់នេះបានឆ្លងកាត់ការបន្សាបជាតិអាស៊ីតហើយខ្ញុំកាប់តាំងពីម៉ោង1រំលងអាធ្រាត្រភ្ជួរទឹកបន្សាបអាស៊ីតអស់3ម៉ោងសាច់ណែនល្អសង្កត់ទៅគឺយាមមកវិញភ្លាមខ្ញុំយកសាច់ស្មាជ្រូក2គីឡូយកបន្លែឆ្អឹងជំនីទី3ទៅទី5កាត់សរសៃនិងស្រទាប់ខ្លាញ់ចេញឲ្យអស់នោះគឺជាផ្នែកដែលឆ្ងាញ់បំផុតជ្រូកមួយក្បាលបានតែ1គីឡូកន្លះបើអ្នកចង់បានសាច់កាត់សុទ្ធល្អឥតខ្ចោះបែបនេះត្រូវថែមថ្លៃបន្តិចហើយខ្ញុំមិនខ្វះលុយទេអ្នកកាត់មកមើលខ្ញុំបន្តិចមើល7ខាំ1គីឡូ$30 $42ខ្ញុំចូលមើលអ្នកអស់1ម៉ោងកន្លះពេញតែកាំបិតរហ័សល្អណាស់មិនសល់សាច់តិចទេអ្វីដែលសំខាន់បំផុតនោះគឺអ្នកកាត់លក់អស់120ដងហើយតែមិនដែលទុកកេងជញ្ជីងសំបីតែមួយខ្ញុំលក់សាច់ជ្រូកខ្ញុំលក់ស្នាដៃមិនមែនលក់សាច់នេះអ្នកយកទៅចុះឲ្យតែ$40បានហើយចៅម៉ាំងក្រុមហ៊ុនម្ហូបអាហារឌីងហ្វឹងនាយិកាផ្នែកលទ្ធកម្មប្រចាំតំបន់ជីងឆឹងក្រុមហ៊ុនឌីងហ្វឹងបណ្ដាញភោជនីយដ្ឋានលំដាប់ខ្ពស់ធំបំផុតនៅជីងឆឹងខ្ញុំមិនលក់ដុំទេតើអ្នកត្រូវការអ្វីខ្លះក្រុមហ៊ុនរបស់យើងមានស្តង់ដារខ្ពស់ណាស់លើគ្រឿងផ្សំអ្នកផ្គត់ផ្គង់មុនតែងតែបន្លំគុណភាពយកសាច់ខូចមកលក់ឲ្យខ្ញុំទើបតែដេញវាចេញកាលពីឥឡូវនេះខ្ញុំត្រូវការអ្នកផ្គត់ផ្គង់សាច់ស្រស់ដែលទុកចិត្តបានជាបន្ទាន់ត្រូវការប៉ុន្មានមួយថ្ងៃ500គីឡូក្រាមសាច់ជ្រូកគុណភាពខ្ពស់ទាំងឆ្អឹងជំនីសាច់ចង្កេះនិងសាច់3ជាន់ខ្ញុំត្រូវការតែរបស់ដែលមានគុណភាពទីផ្សារទូទៅ15000រៀលក្នុង1គីឡូខ្ញុំឲ្យអ្នក25000រៀល25000រៀលក្នុង1គីឡូ500គីឡូក្រាមមួយថ្ងៃចំណេញជាង12000ចំណេញសុទ្ធយ៉ាងហោចណាស់3ដងហេតុអ្វីបានជាខ្ញុំត្រូវជឿអ្នកនេះជាប្រាក់កក់ដាច់ខាតលុយសុទ្ធទាំងអស់ម៉ោង5ភ្លឺស្អែកបើមិនទាន់ដឹកទំនិញដល់ចុងភៅធំយើងទេលុយ20000នេះចាត់ទុកថាឲ្យបងទៅចុះបើគុណភាពមិនដល់ស្តង់ដារតែម្ដងកិច្ចសន្យានឹងត្រូវមកចាក់ភ្លាមបងហ៊ានទទួលទេនេះហើយជាទម្ងន់ពិតប្រាកដម៉ោង5ភ្លឺស្អែកសាច់ជ្រូកសុទ្ធលេខ1ចំនួន500គីឡូខ្វះសំបីតែ1ក្រាមឬមានខ្លាញ់ជាប់តិចបើលោកហ៊ានកុហកខ្ញុំនឹងយកកាំបិតកាប់ជ្រូកនេះទៅកាត់ក្បាលសេដ្ឋីម្នាក់នោះចោលយ៉ាងម៉េចហើយមិនក៏ញ៉ាំមិនកើតឬនឹកឃើញដល់មនុស្សដែលគួរឲ្យធ្វើម្នាក់បងហៅភោជនីយដ្ឋានលំដាប់កាយនេះលុយណាស់ញ៉ាំម្ដងអស់រាប់ពាន់ដុល្លារទីងបងកំពុងកាន់គម្រោងធំមួយខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារលំដាប់ខ្ពស់នៅតំបន់ទៀតនឹងដេញថ្លៃឈ្នះកុំតែពេលនេះចុះបញ្ហាត្រង់ទុនបង្វិលនៅខ្វះដើមទុនចំនួន300,000ទៀត300,000បងហៅអ្នកចំនួនធំដូចបងនៅខ្វះលុយតិចក្នុងទ្រព្យសកម្មអស់ហើយពិបាករឿងសាច់ប្រាក់បង្វិលអូនចង់ខ្លាយជាជំទាវមែនទេគម្រោងនេះអូនយកលុយមកដាក់ហ៊ុនបន្តិចមកគ្រាន់តែចុះហត្ថលេខាលើកិច្ចសន្យាធានារយៈពេលតែ3ខែប៉ុណ្ណោះគម្រោងដំណើរការហើយបងនឹងចែកចំណេញឲ្យអូន100,000ថ្ងៃក្រោយអូននឹងខ្លាយជាអ្នកផ្គត់ផ្គង់ឲ្យផ្សារទំនើបមិនចាំបាច់ខ្វល់ពីមុខមាត់អតិថិជនទៀតទេក្នុងដៃអូនមានតែលុយ100,000ដែលចិនសន្សំទុកឲ្យអូនពេញ3ឆ្នាំចុះលុយដែលនៅខ្វះមិនគ្រប់ទេយកឈ្មោះបងទៅចុះបញ្ជីលេខសម្ងាត់និងអាគុយទៅគ្រប់ហានិភ័យបងជាអ្នករ៉ាប់រងចំណែកប្រាក់ចំណេញគឺជារបស់អូនបើអូនមិនជឿចិត្តបងទេបងនឹងរំលាយវាចោលឥឡូវនេះអូនជឿហើយបងហៅនេះគឺជាលុយទាំងអស់ដែលអូនមានហើយអនាគតរបស់អូនពឹងផ្អែកលើបងទាំងអស់ហើយណាកុំបារម្ភអីចាប់ពីពេលនេះទៅអូនលែងត្រូវត្រឡប់ទៅផ្ទះកញ្ចុះនោះទៀតហើយសាច់ជ្រូក500គីឡូត្រូវតែជាសាច់គុណភាពល្អបំផុតត្រូវបកស្បែកចេញឆ្អឹងនិងខ្លាញ់ឲ្យអស់កាំបិតនីមួយត្រូវតែច្បាស់លាស់បំផុតគាត់ធ្វើការ2ម៉ោងបាត់ហើយកាំបិតហាន់សាច់ត្រូវសម្លៀងដល់ទៅ3ដងដុំសម្លៀងកាំបិតស្ទើរតែសឹកអស់ទៅហើយធ្វើការម្នាក់ឯងបែបនេះហត់ពេកហើយពេលវេលាកំណត់នៃការដឹកជញ្ជូនឲ្យក្រុមហ៊ុននៅសល់តែកន្លះម៉ោងទៀតប៉ុណ្ណោះអាហ្វឹងម៉ាក់មីងប្រាប់ថាអញបានទទួលការបញ្ជីទិញធំពីក្រុមហ៊ុនកំពូមែនទេឲ្យបងជួយហាន់សាច់ជូនអាហ្វឹងអញហាន់សាច់ទៅពួកយើងពីរនាក់ជួយរៀបដាក់កេះឲ្យបងខ្លាំងពូឡាវនេះនិយាយច្រើនធ្វើអីពេលវេលាគៀកចិត្តមកដល់ហើយអញជោគជ័យទៅចាំមើលថ្ងៃក្រោយពួកបងក៏អាចទទួលបានផលប្រញាប់ទៅទីផ្សារនៅពេលព្រលឹមគ្មានការកេងប្រវ័ញ្ចមានតែសំឡេងកាំបិតប៉ះនឹងក្តារហាន់សាច់ទៅទិញបារីល្អខ្លះមកកុំរញច្រានគ្នាលេងច្បាប់គឺត្រូវតែជាច្បាប់បងប្អូនក៏ត្រូវច្បាស់លាស់រឿងលុយកាក់ដែរសូមអញ្ជើញអ្នកនេះមិនធម្មតាទេថ្ងៃក្រោយបើមានការងារនរណាជាអ្នកស្រែកហើយបងទើបតែព្រលឹមសោះមិនក៏មនុស្សពីផ្សារបន្លែមកដល់ទីនេះម៉ូដែលមួយនេះមានឡានស្រាប់ទេបងប្រុសឡាននេះតម្លៃ150,000អត់មានឡានស្រាប់ទេត្រូវកក់លុយសិនរងចាំកន្លះខែទៀតមើលឲ្យច្បាស់ទៅខ្ញុំត្រូវការឡានស្រាប់ថ្ងៃនេះត្រូវតែបានបើកចេញទៅបើគ្មានឲ្យខ្ញុំទេខ្ញុំនឹងទៅទិញកន្លែងផ្សេងភ្លាមចាំបន្តិចនៅក្នុងឃ្លាំងមានឡានមួយដែលគេត្រៀមនឹងយកទៅខ្ញុំនឹងរារាំងវាទុកឲ្យលោកភ្លាម
នោះមែនទេឈើនវឹងមើលទៅអាម្នាក់នេះប្រហែលជាជឿចាប់រូបពាក្យសម្ដីឡានល្អជីមិនកាត់ក៏ទៅរកឡានដឹកទំនិញចាស់មកជីអួតអាង មើលតែខ្លួនប្រាំងទៅចុះទោះជាឡានដឹកទំនិញក៏នៅតែជាអ្នកលក់សាច់ដដែលពិតជាសំណាងណាស់ដែលខ្ញុំបានចាក់ចេញពីគេឈើនវឹងទិញឡានមែនទេឡានដឹកសាច់ជ្រូកតើបងរំលោភបែបនេះប្រកាសជាសម្ពាធធំហើយមែនទេខ្ញុំបងដាច់កុំបារម្ភអីបងប្រុសការងារលក់សាច់វាហត់នឿយណាស់ការសន្សំលុយរាប់ម៉ឺនមិនមែនជារឿងងាយស្រួលទេបើថ្ងៃក្រោយទុកនេះលក់លេងដាច់ទៀតនោះមកធ្វើការឲ្យក្រុមហ៊ុនខ្ញុំទៅឃើញថាមុខមាត់របស់ធីងធីងខ្ញុំឲ្យប្រាក់ខែ 4000 បងហាវកុំយកគាត់មកនិយាយលេងសាច់អីគម្រោងដែលបងកំពុងធ្វើក្នុងដៃគ្រាន់តែចំណេញបន្តិចក៏ច្រើនជាងគាត់លក់សាច់ជ្រូកគាត់កាត់សាច់ជ្រូកមួយជីវិតក៏មិនអាចរកបានច្រើនស្មើនឹងបងញ៉ាំតែមួយពេលដែរ អញជានរណាកុំមកនិយាយធ្វើស្អីហ្នឹងគ្មានសុជីវធម៌សោះសុជីវធម៌ហ៎ពេលយកលុយឈាមញើសរបស់ហ្វេងទៅវិញមកនិយាយពីសុជីវធម៌ដែរទៅមិនមែនជានាងដែលស្រឡាញ់លុយជាងភាពថ្លៃផ្សេងមែនទេរបស់ហ្វេងវាបានមកពីកម្លាំងញើសឈាមរបស់ខ្ញុំផ្ទាល់វាជាលុយដែលបានពីការខំប្រឹងវាស្អាតស្អំត្រឹមត្រូវចុះកាបូបដែលអ្នកកាន់នឹងបានមកពីណាអ្នកឯងដឹងខ្លួនឯងច្បាស់ជាងគេយ៉ាងម៉េចជិះរថយន្តបែបហើយមើងងាយអ្នកធ្វើការងារ secret មែនទេយុវជនដែលខំប្រឹងប្រែងរកស៊ីដោយស្មោះត្រង់បែបនេះរកកន្លែងណាបានទៀតមនុស្សដែលក្នុងភ្នែកមានតែលុយដូចអ្នកទោះមកសុំនៅទីផ្សារយើងក៏គ្មានអ្នកណាគេយកដែរចេញទៅឲ្យឆ្ងាយពីផ្សារយើង ឈប់ទៅកុំទៅមកជាមួយវានៅនិយាយជាមួយពួកនេះមានតែខាត់តម្លៃខ្លួនទេខ្ញុំត្រូវទៅចុះកិច្ចសន្យាជំនួយតម្លៃរាប់លានទៀតបងខ្លាំងមីងចាងអរគុណអ្នកទាំងអស់គ្នាឈិនវឹងមើលឲ្យច្បាស់ណាស់ការរស់នៅឲ្យបានជោគជ័យរុងរឿងនោះហើយគឺជាការទេកំភ្លៀងដ៏ឈឺចាប់បំផុតសម្រាប់មនុស្សបែបនោះលុយ$30,000នោះខ្ញុំដាក់ទុនអស់តែ3ខែទៀតនឹងបានភាគលាភ$10,000ថែមទាំងបានធ្វើជាម្ចាស់ហាងទៀតសុំទោសលេខដែលអ្នកកំពុងហៅប្រហែលជាអស់ថ្មហើយមើលទៅបងហាវកុំភ្លេចឆាប់ត្រឡប់មកវិញណាវ៉ាងហាវបានបើកមុខងារទៀងទាត់មិត្តភក្តិអ្នកមិនមែនជាមិត្តភក្តិរបស់គាត់ទេសូមផ្ញើសំណើសូមធ្វើជាមិត្តភក្តិជាមុនសិនមិនអាចទៅរួចទេបងហាវជាអ្នកជំនួយធំដុំមិនក៏គេបោកខ្ញុំបានទេកាបូបក៏បាត់ដែរបំណុល$30,000កម្ចីអនឡាញប៉ាន់អិនទៀនចាប់ពីពេលនោះមកវ៉ាងហាវក៏បាត់ដំណឹង3ថ្ងៃរឿងរ៉ាវក្នុងរថយន្តកំពុងតែច្របូកច្របល់ហើយលីថឹងចេញមកក្រៅបន្តិចមកលោកគ្រប់គ្រងលីវជំរាបសួរជប់សួរនាំទៅនាងមើលខ្លួនឯងទៅមើលខាងលើគេទៅតែបញ្ជាមកនាងត្រូវបានគេបណ្ដេញចេញពីការងារហើយរៀបចំអីវ៉ាន់ចេញទៅភ្លាមលោកគ្រប់គ្រងលីវខ្ញុំត្រូវបានគេបោកប្រាស់ទេកិច្ចសន្យានោះមិនមែនជាបំណុលដែលខ្ញុំជំរាបលោកកុំបណ្ដេញខ្ញុំចេញអីខ្ញុំត្រូវការប្រាក់ខែនេះដើម្បីសងបំណុលគេនោះជារឿងរបស់នាងទេឆាប់ទៅម្ចាស់ផ្ទះគេប្រាប់ហើយវ៉ាងហាវបានបង់តែប្រាក់កក់មួយខែតែបើមិនចេញទៅទេកុំថាខ្ញុំមិនដឹងខ្លួនពួកយើងនឹងប្តឹងប៉ូលីសពីបទលុកលុយផ្ទះអ្នកប្រាក់សន្សំទាំងអស់រួមទាំងបំណុលអនឡាញជាប់ខ្លួនផងនោះបានបាត់ស្រមោលជាមួយអាថៅកែពាក់អាវធំម្នាក់នោះអស់ហើយថៅកែយកនំប៉ាសាច់មួយមក$1កន្លះគ្មានលុយចាយកុំមកឈររារាំងផ្លូវរកស៊ីគេឃ្លៀងខ្លាំងណាស់ក្នុងក្រពះដូចជាមានភ្លើងឆេះរហូតដល់ខ្លួនរានជប់ដោយញើសជីវិតគឺហាដែលនាងធ្លាប់តែស្វែងរកជានិយាយថាលំដាប់កាយដែលញ៉ាំតែមួយពេលអស់រាប់ពាន់ដុល្លាររងដ៏ធំដែលអាចផ្លាស់ប្ដូរជីវិតនាងបានតាមសម្ដីគេទាំងអស់សុទ្ធតែជាពូសាប៊ូដែលគ្រាន់តែប៉ះបន្តិចក៏បែកខ្ទេចពេលនេះសូម្បីតែនំប៉ាតម្លៃ$1កន្លះក៏ខ្លាចជារឿងឆ្ងាយដែរដែលប្រឡាក់សុទ្ធតែប្រេងខាញ់របស់ឈិនវឹងរាល់ថ្ងៃការសុខក្តៅដែលគាត់ធ្លាប់លើកមកជូននាងស្រាប់តែលេចឡើងក្នុងខួរក្បាលយ៉ាងច្បាស់ទីបំផុតនាងក៏យល់ថានៅលើលោកនេះអ្នកដែលអាចនៅក្បែរនាងជាពេលដែលនាងបានពោពេញដោយពុំបែកឈាមនាងអូវ៉ាលីយ៉ាងទន់ដៃទន់ជើងទៅជប់ភ្លៀងនៅក្រោមដំបូលហាងលក់ទំនិញប៉ុន្តែស្រាប់តែមុខងឹតសូន្យពន្លឺភ្លើងតាមផ្លូវចាប់ដើមព្រាជើងទាំងពីររបស់នាងលែងមានអារម្មណ៍លីទីងទាំងខ្លួនរបស់ទៅក្នុងផ្លុកទឹកភក់យ៉ាងខ្លាំងភ្លៀងធ្លាក់ខ្លាំងដូចគេចាក់ទឹកជន់លេចផ្លូវធំក្នុងក្រុងជាងឆាំងដកជើងរថយន្ត pick up ពណ៌ខ្មៅមួយគ្រឿងបើកកាត់ទឹកយ៉ាងលឿនម៉ាស៊ីនជូតកញ្ចក់ដំណើរការក្នុងល្បឿនមួយរំលងអាធ្រាត្រឈិនវឹងទើបតែដឹកសាច់ជ្រូកគុណភាពរាប់រយគីឡូក្រាមដោយប្រញាប់ប្រញាល់សាច់ទាំងអស់ត្រូវបានវេចខ្ចប់ដោយស្កុតខ្មៅយ៉ាងជិតក្នុងឡានបើកម៉ាស៊ីនកម្ដៅយ៉ាងក្តៅឈិនវឹងចាប់ចង្កូតរថយន្តដោយដៃទាំងពីរសម្លឹងមើលទៅមុខដែលព្រាដោយដំណក់ទឹកភ្លៀងវត្តស្ដាំត្រង់ផ្លូវប្រលឹងភ្លើងហ្វាររថយន្តបានចាំងឆ្លុះលើហាងលក់ទំនិញនៅក្នុងលំនោះមានមនុស្សម្នាក់ដេកដួលនៅក្នុងផ្លូវមានកាតាពណ៌ផ្កាឈូកមួយដាក់ម្នាក់នោះដេកស្ងៀមមិនគំរាមខ្លួនរបស់នាងត្រាំនៅក្នុងទឹកឈិនវឹងជន់ហ្វ្រាំងរថយន្តយ៉ាងពេញទំហឹងដោយមិនបានកាន់ឆាត់ទឹកភ្លៀងបានជិះមកលើខ្លួនគាត់ជប់ចំភ្លៀងគាត់បោះជំហានយ៉ាងធំដល់កាត់ធ្លុកទឹកឈិនវឹងអន់ចុះដោយគ្មានការស្ទាក់ស្ទើរគ្មានការចំអកឡើយឈិនវឹងចាប់បីនាងឡើងដោយប្រើកម្លាំងដៃគាត់បីនាងឡើងពីធ្លុកទឹកនោះផ្ទាល់តែម្ដងគាត់បើកទ្វារកៅអីខាងក្រៅរថយន្តឈិនវឹងដាក់នាងឲ្យដេកនៅលើកៅអីគាត់រើកាយរកនៅក្នុងឡានរកបានក្រណាត់កៅស៊ូស្អាតមួយផ្ទាំងដែលគាត់តែងតែប្រើសម្រាប់ដុសជើងកាយដែលកំពុងញ័ររន្ធត់របស់នាងឲ្យទ្វារឡានយ៉ាងខ្លាំងអង្គុយចូលកៅអីអ្នកបើកបោវិញដាក់លេខរូបជាន់កែឡាន pick up បញ្ចេញសំឡេងក្រហមបើកបុកចូលទៅក្នុងភ្លៀងនាពេលតែជួក្នុងភូមិក្នុងក្រុងឈឹងវែងបីនាងចូលទៅក្នុងផ្ទះនាងនៅលើគ្រែឈើចាស់នោះលោកឈឹងជាងកជាឪពុកឲ្យសំឡេងរំខានពាក់អាវក្រៅដើរចេញមកអ្នកស្រីវ៉ាងស៊ូឡានជាម្ដាយដើរតាមក្រោយយ៉ាងអ្នកស្រីវ៉ាង